នាងបានឮពាក្យមួយឮម្ដងហើយម្ដងទៀតពាក្យដែលនាងបានឮគឺពាក្យថាទេអ្នកឯងគ្មានបទពិសោធន៍គ្រប់គ្រាន់អ្នកឯងមិនល្អគ្រប់គ្រាន់សាក់លបងម្ដងទៀតទៅក្រោយមកនាងក៏ចាប់ផ្ដើមជឿទៅលើវាឈ្មោះរបស់នាងគឺលីណាមានក្តីស្រមៃមួយចង់ក្លាយជានាដការីរបាំនិងបានឡើងសម្ដែងនៅលើឆាកធំរាល់ថ្ងៃលីណាតែងតែព្យាយាមស្វែងយល់បន្ថែមនិងហាត់ជាប្រចាំហាត់ដល់យប់ងើបពីព្រលឹមហាត់បន្តខណៈដែលជាម៉ោងដែលអ្នកដទៃកំពុងសម្រាកតែលីណាមិនឈប់ឡើយពីមួយកន្លែងទៅមួយកន្លែងដែលនាងទៅសម្ដែងសាក់លបងនាងតែងតែទទួលពាក្យថាទេអ្នកឯងខ្សោយពេកហើយអត់ទាន់ល្អគ្រប់គ្រាន់ទៅតាមអ្វីដែលខ្ញុំចង់បានទេលីណាព្យាយាមម្ដងហើយម្ដងទៀតទោះជាទៅសាកនៅកន្លែងផ្សេងលទ្ធផលដូចគ្នាលីណាទទួលពាក្យថាទេនៅយប់មួយលីណាអង្គុយតែឯងនឹកឃើញដល់ពាក្យដែលនាងតែងតែទទួលគឺការបដិសេធលីណាអង្គុយសេចជប់សេចជឹងអមដោយទឹកភ្នែករលីងរលោងហើយក៏ចាប់ដើមសួរខ្លួនឯងថាប្រហែលជាដល់ពេលដែលខ្ញុំត្រូវឈប់ហើយខ្ញុំប្រហែលជាមិនល្អគ្រប់គ្រាន់នោះទេប៉ុន្តែជាមួយនឹងខ្សែភ្នែករាប់រយយ៉ាងហោចណាស់ក៏មានមនុស្សម្នាក់គាត់បានឃើញពីសមត្ថភាពរបស់លីណាគាត់មិនមើលឃើញពីភាពបរាជ័យនោះទេប៉ុន្តែគាត់មើលឃើញពីការខិតខំគាត់មិនបានមើលទៅលើលទ្ធផលទេប៉ុន្តែគាត់មើលទៅលើសមត្ថភាពដែលអាចដុសខាងឡើងហើយជំនួសដោយពាក្យថាទេគាត់បានដល់ឱកាសទៅកាន់លីណាវាមិនមែនជាឱកាសអីធំដុំនោះទេប៉ុន្តែវាត្រឹមតែជាឱកាសមួយតែប៉ុណ្ណោះឱកាសនេះហើយបានធ្វើឲ្យលីណាប្រើវាយ៉ាងពេញលេញខិតខំកាន់តែខ្លាំងជាងមុនរៀនកែលម្អនិងខំប្រឹងដើម្បីឲ្យខ្លួនឯងកាន់តែរីកចម្រើនត្រឹមតែជាឱកាសមួយវាបានធ្វើឲ្យលីណាចាប់ផ្ដើមស្គាល់នៅស្នាមញញឹមត្រឡប់មកវិញយើងមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាមើលឃើញយើងនោះទេប៉ុន្តែពេលខ្លះត្រឹមតែជាឱកាសតែមួយប៉ុណ្ណោះដូច្នេះបើអ្នកកំពុងតែឮពាក្យថាទេសូមកុំបោះបង់ព្រោះពាក្យថាបាទឬមួយក៏ឱកាសមួយវាអាចនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកបានគ្រាន់តែពេលខ្លះមនុស្សជាច្រើនគាត់មើលមិនឃើញប៉ុន្តែអាចមានមនុស្សម្នាក់ដែលគាត់មើលឃើញពីអ្នកហើយអ្វីដែលគាត់មើលឃើញនោះគឺដោយសារតែអ្នកមិនបោះបង់នោះឯង